ជំរាបសួរពុកម៉ែបងប្អូនមកទៀតហើយពុកម៉ែបងប្អូនធ្លាក់ភ្លៀងប្រមាណមេមកស្លឹកទីនឹងស្មៅយើងក្រោយផ្ទះនេះណាពុកម៉ែបងប្អូនលាស់ល្អណាស់ពុកម៉ែបងប្អូនតែបែកជាស្នេកខ្ញុំវាចង់ងាប់ពុកម៉ែបងប្អូនដោយសារយើងទៅស្រែទៅចកាទៅវាភ្លៀងមកម្ដងអញ្ចឹងវាបានទៅអុយស្មៅឬក៏ផ្លែផ្សេងទៅដែលដោះមកចំណែកឯសណ្ដែកដែលខ្ញុំដាំយូរហើយបែរជាចង់ងាប់ដោយសារវារាំងដែរណាវាភ្លៀងម្ដងទេពុកម៉ែបងប្អូននេះក៏យើងឃើញលឹកទីលើសល្អហើយយើងក៏ចាប់ផ្ដើមមកក្តិចមកកាត់វាដើម្បីយកទៅស្ងោរឬក៏ប្រឡាក់ជិលហើយត្រឡប់ខ្លាញ់ពុកម៉ែបងប្អូនមកពុកម៉ែបងប្អូនចូលចិត្តហូបនឹងស្អីធ្វើនឹងទៅជួនកាលក៏យើងស្លោប្រហើជួនកាលក៏យើងស្លោកកូរក៏បានដែរពុកម៉ែបងប្អូនតែខ្ញុំថ្ងៃនេះយកស្លឹកទីហ្នឹងមកត្រឡប់ខ្លាញ់ដើម្បីហូបបាយជាមួយមីលត្រីអាំងពុកម៉ែបងប្អូននេះស្លឹកទីយើងក៏កាត់បានរួចរាល់អស់ហើយពុកម៉ែបងប្អូនយើងក៏ចាប់ដើមយកមកត្រឡប់ខ្លាញ់ពុកម៉ែបងប្អូនតែមុននឹងត្រឡប់យើងត្រូវលាងសម្អាតវាកាត់វាជាពីររួចយើងចាក់ខ្លាញ់នឹងផើងយើងមកឲ្យក្តៅសិនទើបយើងចាក់ដាក់លឹកទីត្រឡប់ណាពុកម៉ែបងប្អូនខ្ញុំឆ្លៀតដាក់មីលចេងតិចតួចដែរដើម្បីឲ្យកូនខ្ញុំហូបដោយសារវាអត់សូវចេះហូបហឹរទៅអត់សូវអីវាអត់ចេះហូបហឹរទៅយើងដាក់មីលចេងទៅវាហូបស្លឹកទីនឹងជាមួយបាយពុកម៉ែបងប្អូនដោយសារថ្ងៃហ្នឹងយើងអត់មានអីហូបក៏យើងមានតែរិះរមើលថាយើងត្រូវធ្វើអីនាំកូនហូបពុកម៉ែបងប្អូនក៏យើងក៏មានស្លឹកទីនេះថ្ងៃនេះខ្ញុំបញ្ចូលសលេងទាំងព្រឹកពុកម៉ែបងប្អូនព្រឹកនេះយើងក្រោកដាំបាយវាព្រឹកដើម្បីទៅចកាទៅស្រែយើងទេណាពុកម៉ែបងប្អូនតែនេះបាយខ្ញុំកំពុងតែពុះក៏ពុកម៉ែបងប្អូនអើយលឺឡើងក្រួចក្រក់តែបែរមកមើលវីដេអូយើងវិញគឺគាត់ថាកំពុងតែហូបបាយពុកម៉ែបងប្អូនតែខាងខ្ញុំពិសេសខ្ញុំផ្ទាល់នេះអត់សូវហូបបាយស្លាបព្រាទេពុកម៉ែបងប្អូនដោយសារជួនកាលត្រីអាំងជួនកាលកណោអាំងជួនកាលក៏ម្លក់អញ្ចឹងយើងអត់សូវយើងចូលចិត្តហូបតែនឹងដៃចែងពុកម៉ែបងប្អូនមិនថាតែខ្ញុំមិនថាតែគេទេសូម្បីអ្នកភូមិខ្ញុំចូលចិត្តទៅហូបដៃចែងហើយហូបនឹងដៃហ្នឹងវាមានរសជាតិឆ្ងាញ់ជាងហូបស្លាបព្រាពុកម៉ែបងប្អូនវីដេអូខ្ញុំក៏អត់មានអីច្រើនទេអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានចុច like ចុច follow និងតែងតែលើកទឹកចិត្តឲ្យអ្នកខ្ញុំធ្វើវីដេអូតទៅមុខដើម្បីពុកម៉ែបងប្អូនបានមើលឃើញតទៅមុខទៀតអរគុណច្រើន